សួស្តីអ្នកគ្នាថ្ងៃនេះដែរខ្ញុំមកធ្វើការបង្ហាញទាក់ទងជាមួយនឹង comment នៅក្នុងការ zip file ជាមួយនឹង tar file អញ្ចឹងដំបូងគឺខ្ញុំបើកជាមួយនឹងម៉ាស៊ីន server ខ្ញុំសិនអូខេឥឡូវខ្ញុំ log in ជាមួយនឹង user ខ្ញុំយើងវាយ password អូខេអញ្ចឹងខ្ញុំធ្វើការ check ជាមួយនឹង IP address IP .clear A IP address របស់ខ្ញុំ 172.20.10.3 អញ្ចឹងយើងចូល power cell នៅលើម៉ាស៊ីនយើងមកដើម្បី ping command អញ្ចឹងធ្វើការ ping 172.20.10.3 អូខេវាស្គាល់ហើយខ្ញុំនឹងធ្វើការ remote តាមរយៈ SSH ហើយ username add ហើយ IP address របស់យើង 20.10.3 អូខេហើយ password ខុសអូខេអញ្ចឹងយើងមកវាយ comment នៅក្នុង PowerShell នេះវិញដំបូងគេខ្ញុំសួរ who am I មួយទៀតសួរ w pwd version working directory ហើយ host name អូខេអញ្ចឹងឥឡូវនេះខ្ញុំនឹង sudo add update បន្ទាប់មកខ្ញុំនឹងធ្វើការ upgrade sudo app list upgradable អូខេចឹងខ្ញុំខម comment sudo ដើម្បី install app installអញ្ចឹងខ្ញុំវាយ comment clear ចោលមួយសិនហើយក្រោយមកខ្ញុំលេខវាមើលមាន001thì អញ្ចឹងខ្ញុំវាយ comment 3អូខេអូខេនេះជា file ដែលខ្ញុំបានបង្កើតកាលពីលើកមុនអញ្ចឹងតិចខ្ញុំនឹងធ្វើការ remove ចោលវិញអញ្ចឹងខ្ញុំនឹងវាយ comment ដើម្បីលុប rm.ovf 001អូខេអញ្ចឹងវាធ្វើការលុបពីកន្លែងនេះទៅរហូតដល់ខាងលើអញ្ចឹងខ្ញុំ list វាមើលអូខេអញ្ចឹង file 001យើងបានលុបហើយឥឡូវនេះយើងនឹងធ្វើការវាយ comment នៅក្នុងការបង្កើត file យើងវិញអូខេខ្ញុំ clear ចោលសិន clear again ហើយវាយ comment 3ហើយខ្ញុំនឹងធ្វើការ sudo app install 3 ដកវាយនឹង yes អូ
អញ្ចឹងដោយសារតែខ្ញុំធ្លាប់បាន install ទៅលើtree នេះហើយអញ្ចឹងពេលដែលយើង list គឺវានឹង load ជា mapping ឲ្យយើងមើលបែបនេះអញ្ចឹងខ្ញុំនឹងធ្វើការបង្កើត folder ច្រើនអញ្ចឹងខ្ញុំវាយ command mk dia .p 001 002 ខេអញ្ចឹងដើម្បីយើងមើលពី folder ដែលយើងបង្កើតបានវានឹងលុបជា meeting មកយើងវាយ command 3 001 ខេនេះជា folder ដែលយើងបង្កើតទាំង10ហ្នឹងវាលុបជា meeting ឲ្យយើងខេអញ្ចឹងខ្ញុំនឹងវាយ command បន្ទាប់ទៀតទៅលើការបង្កើត file ច្រើននៅក្នុងcommand តែមួយផលពាក្យ attach ដើម្បីបង្កើត file អញ្ចឹងខ្ញុំបង្កើតនៅក្នុង folder 001 slash ដាក់ file 1.txt ហើយ touch 001 002 file 2.txt touch 001 002 003 file 3.txt ខំមកយើងចុច enter ហើយខំមកយើង tree ទៅលើfile 001អូខេអញ្ចឹងមានន័យថា file ដែលយើងបង្កើត .txt នេះមាន3ហ្នឹងអញ្ចឹងយើងធ្វើការ list ទាំងអស់មក ls .lh 001 ខេអញ្ចឹងបន្ទាប់ទៀតគឺខ្ញុំនឹងធ្វើការ zip file ហ្នឹងអញ្ចឹងយើងវាយ zip 001.zip 001ខេអញ្ចឹងយើងធ្វើវាដាក់ comment zip not found អញ្ចឹងយើងត្រូវការ install ទៅលើ zip comment zip សិន sudo apt install zip យើងដាក់ .y yes ឲ្យមកអូខេអញ្ចឹងវានឹងធ្វើការ installអញ្ចឹងបន្ទាប់ពីយើង install command zip ហើយយើងនឹងធ្វើការ zip file ហ្នឹងយើងវាយ command zip 001.zip ហើយយើង ls វាទាំងអស់មើលមក lh នេះវានឹង load មកហើយជា folder ដែលយើងបាន zip មិញហើយអញ្ចឹងបន្ទាប់ពីយើង zip ហើយយើងចង់ remove zip វិញយើងវាយពាក្យ command rmvf 001.zip enter មកនេះវានឹង remove អស់ហើយអញ្ចឹងយើងនឹង list វាមើល ls.lh អូខេឃើញហើយ folder ដែលបាន zip មិញគឺបានលុបចោលហើយបន្តទៀត zip .v verbboss 001.zip មកពី folder 001អូខេអញ្ចឹង add 001 in install total compress អញ្ចឹងទិបសេវហើយយើង list វាមើលនេះ folder មិញដែលយើងទៅតែ zip 001.zip ហើយយើង unzip វា unzip
unzip យើងឲ្យ comment or u z u and z អញ្ចឹងធ្វើការ clear មួយសិនហើយ list វាម្ដងទៀតនឹងធ្វើការលុប folder ដែលខ្ញុំបាន zip នេះចោលសិនខ្ញុំឲ្យ comment on rvf 001 អូខេអញ្ចឹងវានឹងធ្វើការលុបពីខាងហ្នឹងដល់ខាងលើអញ្ចឹងវា comment បន្ទាប់ទៅលើការ unzip folder ហ្នឹងវិញ unzip 001 dot zip អូខេហើយយើង list វាមើល ls.lx ហើយអញ្ចឹងយើង ls មកនេះ folder 001យើងអញ្ចឹងយើង tree វាមើល001អញ្ចឹងវាមកតែសបកតែវាអត់មានមកជាមួយនឹងfolder ដែលយើងបង្កើតហើយនឹង file ដែលយើងបង្កើតទេអូខេអញ្ចឹងមានន័យថានៅពេលដែលយើង zip ហើយយើង unzip បែបហ្នឹងគឺយើងទទួលបានតែសបក folder វាមកទេយើងអត់ទទួលបាន file ទេអញ្ចឹង comment បន្ទាប់នេះគឺជាការបង្កើត folder ហើយនឹង backup folder ដើម្បីនៅពេលដែលយើងលុបហើយយើងចង់យកវាមកវិញវាបានទាំងអស់អូខេទីអញ្ចឹង mkd mkd ដក p 001 002 003 004 005 006 007 008 009 010ហើយយើង tree វាមើល tree 001ខេនេះយើងបានបង្កើតវាថ្មីហើយខេឥឡូវនេះខ្ញុំនឹងធ្វើការផល comment នៅក្នុងការបង្កើត file លើក្នុង folder touch 001 file 1.txt touch 001 002 file 2.txt touch 001 002 003 file 3.txt ហើយយើង tree វាមើលមកអូខេនេះយើងបង្កើត file folder 001យើងបង្កើត file 1 folder 002យើងបង្កើត file 2 folder 003យើងបង្កើត file 3ឥឡូវយើងចូលទៅក្នុង001សិនហើយចូលហើយយើង list វាមើលអូខេ cd ចូលទៅ002ហើយ list cd អញ្ចឹង cd ចូលទៅ file 001ចឹងឥឡូវនេះខ្ញុំចង់ backup ជាមួយនឹង file 002នេះទុកអូខេអញ្ចឹងខ្ញុំវាយ command c p file 002ហើយ list វាមើលអញ្ចឹងធ្វើការ copy បន្តទៀតយើងចូលទៅ cd 002 cp
file.txt cp file 3.txt 003 file 002 bật vào file 001 trong cd 001 extension cd 002 cd 001 cd file Yang là những backup tập bên thế 3 folder 001 trong tất cả backup cp đó o ví 001 ក្នុង001 underscore backup back ហើយយើង backup វាបានហើយហើយយើង list view មើលនេះជា folder ដែលយើងបាន backup ធ្វើការវាយ command zip .o 001.zip នៅក្នុង folder 001 នេះវាធ្វើការ zip ទាំងអស់យើង list វាមើលហើយយើង remove ចោល om .rv 001 អញ្ចឹងយើងធ្វើការវាយ command unzip 001.zip អញ្ចឹងវានឹងមកវិញទាំងអស់យើងធ្វើការ tree វាមើលមក tree 001 នេះវាមកវិញទាំងអស់បន្ទាប់ខ្ញុំប្រើ comment តាជា comment zip file តូច theta.czf 001.ta.gz មកពី folder 001 ហើយយើង list វាមើលនេះបានមកហើយយើងធ្វើការ remove វាវិញ om 001.ta អញ្ចឹងយើងធ្វើការវាយ command មួយទៀតថែមដក v មក c zvf 001.ta.gz from folder 001 ហើយយើងអត់ប្រើទេយើងធ្វើការលុបវាចោលប្រើ command om .rvf 001 ហើយយើង list វាមើលទៅតែវាលុបអត់បានទេយើងធ្វើការប្រើ command ថាដកយើង extract វាដក x ហ្នឹងមានថា extract zvf 001 ថា .gz អញ្ចឹងយើង tree វាមើល tree folder 001 នេះជា folder និង file ដែលយើងបានបង្កើតអញ្ចឹងសម្រាប់ការប្រើ command zip នឹងចាគឺមានតែប៉ុណ្ណឹងអញ្ចឹងអរគុណច្រើនសម្រាប់ការមើលវីដេអូនេះ